ជាង70ឆ្នាំមកនេះសន្តិភាពនៅក្នុងតំបន់អាស៊ីក៏ដូចជានៅអឺរ៉ុបត្រូវបានការពារដោយសហរដ្ឋអាមេរិកនៅក្នុងនាមជាអ្នកធានាសន្តិសុខក៏ដូចជាការបើកចំហនៅទីផ្សារហិរញ្ញវត្ថុប្រកបដោយបរិយាបន្នក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំឥឡូវនេះអាចកំពុងតែត្រូវបានគេមើលឃើញថាកាន់តែធ្វើឲ្យអាស៊ីងាកចេញពីសហរដ្ឋអាមេរិករឿងមួយដែលគេពិបាកនឹងប្រកែកនោះគឺសហរដ្ឋអាមេរិកចូលរួមចំណែកយ៉ាងសំខាន់នៅពីក្រោយភាពអស្ចារ្យរបស់តំបន់អាស៊ីក៏ប៉ុន្តែលោកដូណាល់ត្រាំសប្តាហ៍ថ្ងៃនេះបានប្រែក្លាយជាតួអង្គចិត្តអាក្រក់គិតតែពីប្រយោជន៍របស់ខ្លួនខណៈចិនបានប្រែក្លាយជាដៃគូពាណិជ្ជកម្មដ៏ចម្បងសម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់តាមពិតទៅការកើនឡើងឥទ្ធិពលយោធាចិនត្រូវបានក្រុមអ្នកវិភាគមើលឃើញថាបានជួយពង្រឹងប្រព័ន្ធសន្តិសុខដឹកនាំដោយសហរដ្ឋអាមេរិកក៏ប៉ុន្តែការបង្ខិតបង្ខំរបស់លោកត្រាំធ្វើឲ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើកញ្ចប់ថវិកាយោធានោះគឺជំរុញឲ្យបណ្ដាប្រទេសទាំងនោះមានភាពស្ទាក់ស្ទើរនៅក្នុងការចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោនទប់ស្កាត់ឥទ្ធិពលចិនកាលពីថ្ងៃទី16ខែមេសានៅពេលដែលក្រុមអ្នកចរចាជប៉ុនធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនដើម្បីចរចាពាណិជ្ជកម្មលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាលោកមើលឃើញថាការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធាគឺមានជាប់ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មជប៉ុនកំពុងធ្វើដំណើរមករកពួកយើងនៅថ្ងៃនេះដើម្បីចរចាពាណិជ្ជកម្មការចាយវាយសម្រាប់ការគាំទ្រយោធានិងពាណិជ្ជកម្មយុត្តិធម៌នេះជាអ្វីដែលលោកត្រាំបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social និយាយតែពីជប៉ុនមួយអស់រយៈពេលជាយូរមកហើយលោកត្រាំតែងតែត្អូញត្អែថាសហរដ្ឋអាមេរិកបានចំណាយលុយយ៉ាងច្រើននៅក្នុងការការពារជប៉ុនដូច្នេះហើយទីក្រុងតូក្យូត្រូវតែបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួនឲ្យដល់ 3% នៃ GDPកាលពីអាណត្តិទី1លោកត្រាំធ្លាប់គម្រាមថានឹងដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងហើយចង់ឲ្យទីក្រុងសេអ៊ូលបង់ថ្លៃការពារបន្ថែមចំណែកពាក់ព័ន្ធនឹងតៃវ៉ាន់វិញលោកត្រាំក៏បានទាមទារផងដែរឲ្យដែនកោះមួយនេះបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា4ដងឬ 10% នៃ GDP ជាចំនួនមួយដែលទីក្រុងតៃប៉េនិយាយថាវាជារឿងដែលមិនអាចទៅរួចតែអ្វីដែលសំខាន់នោះគឺគោលនយោបាយយកពន្ធគយទៅវិញទៅមករបស់លោកត្រាំគួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័សបាននឹងកំពុងលុបបំបាត់ចោលនៅទំនុកចិត្តហើយបង្កើនការសង្ស័យអំពីភាពគួរឲ្យជឿទុកចិត្តបានចំពោះសហរដ្ឋអាមេរិកនៅក្នុងនាមជាសម្ព័ន្ធមិត្តនិងជាអ្នកធានាសន្តិសុខសេតវិមានបាននិយាយថាគោលបំណងមួយនៃការយកពន្ធទៅមកគឺទប់ស្កាត់ការក្លែងបន្លំការនាំចេញទំនិញរបស់ចិននៅក្នុងតំបន់ទៅកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីនេះកាសែត Wall Street Journal បានរាយការណ៍ថាយុទ្ធសាស្ត្រពន្ធគយរបស់លោកត្រាំមានគោលដៅបង្ខំឲ្យបណ្ដាប្រទេសដទៃរឹតបន្តឹងការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិនជាថ្នូរទៅនឹងការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិកប៉ុន្តែនៅត្រង់ចំណុចនេះអ្នកវិភាគមើលឃើញថាគោលនយោបាយរបស់លោកត្រាំអាចនឹងធ្វើឲ្យដៃគូនៅអាស៊ីមួយចំនួនងាកទៅរកចិនដោយចៃដន្យតួយ៉ាងដូចជានាយករដ្ឋមន្ត្រីសង្ហបុរីលោក Lawrence Wong បានធ្វើការកត់សម្គាល់នៅក្នុងសន្ទរកថាកាលពីថ្ងៃទី8ខែមេសាថាសហរដ្ឋអាមេរិកប្រហែលជាកំពុងផ្ដាច់ខ្លួនចេញពីពិភពលោកនៅក្នុងពេលដែលប្រទេសភាគច្រើននៅលើពិភពលោកនោះកំពុងបង្កើនទ្វេដងនៃការដើរតាមជំហានសកលភាវូបនីយកម្មម្យ៉ាងបើទោះបីជាមិនងាកទៅរកចិនក៏ពួកគេនឹងចូលរួមកាន់តែស្ទាក់ស្ទើរដើរតាមសហរដ្ឋអាមេរិកប្រឆាំងនឹងចិនដែរឬក៏ចូលរួមមិនអស់ពីចិត្តពីថ្លើមជាឧទាហរណ៍សម្ព័ន្ធមិត្តរបស់អាមេរិកគឺជប៉ុននិងកូរ៉េខាងត្បូងបានបើកកិច្ចចរចាជាមួយចិនដើម្បីស្ដារឡើងវិញនូវកិច្ចប្រឹងប្រែងស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីមិនតែប៉ុណ្ណោះសូម្បីតែអឺរ៉ុបក៏កំពុងព្យាយាមស្វែងរកការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចថ្មីមួយជាមួយចិនផងដែរនៅក្នុងនោះមានដូចជាការផ្ដល់អាជ្ញាប័ណ្ណលើរថយន្តអគ្គិសនីនិងរោងចក្រផលិតអាគុយនិន្នាការនេះនឹងត្រូវបានបញ្ជាក់ប្រសិនបើការប៉ុនប៉ងរបស់ចិនដើម្បីចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP បានទទួលការយល់ព្រមពីជប៉ុននិងអូស្ត្រាលីឬក៏សហភាពអឺរ៉ុបបោះជំហានឆ្ពោះទៅរកការចុះកិច្ចព្រមព្រៀងនេះគួរបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍ដំបូងនៃអាណត្តិទី1កាលពីឆ្នាំ2017លោកត្រាំបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានប្រទេសជាសមាជិកចំនួន12ដូចជាមិចស៊ិកកាណាដាជប៉ុននិងអូស្ត្រាលីជាដើមលោក Jason Furman ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចក្រោមអតីតរដ្ឋបាលប្រធានាធិបតី Barack Obama និយាយថាសហរដ្ឋអាមេរិកនៅក្នុងពេលឥឡូវនេះគឺជាដៃគូមួយដែលគេគ្រប់គ្នានៅលើពិភពលោកមិនអាចទុកចិត្តបានហើយខ្ញុំមិនដឹងនោះទេថាតើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានទំនុកចិត្តទាំងនោះត្រឡប់មកវិញ
កម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា